ទាំងនេះទំនងជាត្រូវបានផលិតចេញពីឯកផ្កាយភពអង្គារនីមួយមានតម្លៃរាប់សិបលានដុល្លារអាមេរិកវាថ្លៃណាស់តែគ្មានទីផ្សារសម្រាប់ជាស័ក្តិសមនឹងកេរ្តិ៍ឈ្មោះរបស់វាមានក្លិនស្រស់ស្រាយណាស់ស្រួលខ្លួនដោយការរំពឹងទុករបស់អ្នករៀបចំពិធីបូជាព្រះឥន្ទ្រាធិរាជគេហទំព័រជ្រើសរើសមនុស្សដែលបានមកទាំងនេះគួរតែជាមនុស្សសំខាន់មកពីឧស្សាហកម្មផ្សេងខ្ញុំមិនដែលស្រមៃថាថ្ងៃណាមួយយ៉ានជានឹងអាចឈរជាមួយពួកគេបានទេអ្នកនៅខាងឆ្វេងគឺជាគ្រូក្បាច់គុនមេគ្រូសាចំនួនទី4នៃគ្រូសាយេបរិះដែលនៅក្បែរខ្ញុំគឺជាស្ថាបនិកក្រុមហ៊ុន Huami Motors មនុស្សដំបូងគេក្នុងវិស័យយានយន្តថាមពលថ្មីមកខាងស្ដាំហើយដឹកជញ្ជូនវាប្រធានអ្នករចនាយន្តហោះចម្បាំងនិងយន្តហោះចម្បាំង Flying Dragon របស់អ្នកវិទ្យាសាស្ត្រកម្ពុជាជុំវិញពិភពលោកតើមនុស្សទាំងនេះជានរណាហេតុអ្វីខ្ញុំមិនដែលឃើញរឿងនេះពីមុនមកខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានកន្លែងជ្រើសរើសទាំងនេះខ្ញុំដឹងមិនយូរប៉ុន្មានទេអតីតអ្នកដឹកនាំឧស្សាហកម្មនៃក្រុមហ៊ុនសុនត្រូថានោះវាប្រែជាក្រុមហ៊ុន Yuan Group ខ្ញុំចាំដូចជាគ្រួសារតូចរបស់អ្នកដែរខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការជ្រើសរើសនៃសម្ព័ន្ធភាព Chengchen បានស្នើសុំដោយផ្ទាល់ថាយើងតើអ្នកមានការជំទាស់ណាមួយទេខ្ញុំមិនហ៊ានទេខ្ញុំមិនហ៊ានកញ្ញាសញ្ញារិស័យរបស់ខ្ញុំទេស្ងាត់ខ្ញុំជាម្ចាស់ហុងយីវជាអនុប្រធាននៃមេដឹកនាំនៃសម្ព័ន្ធភាពស៊ីងធានលោកវែងធៀងឈិនមេដឹកនាំមានកិច្ចការសំខាន់ដែលត្រូវដោះស្រាយវានឹងលេចឡើងតែបន្ទាប់ពីការជ្រើសរើសចប់ប៉ុណ្ណោះដូច្នេះខ្ញុំនឹងទទួលបន្ទុកដំណើរការជ្រើសរើសនេះតើនេះជាអ្វីព្រះដ៏មានព្រះភិក្ខទ្រង់យាងមកដល់ហើយសូមអញ្ជើញមកជាមួយខ្ញុំដើម្បីជម្រាបសួរព្រះតេជគុណអមតៈជម្រាបសួរព្រះដ៏មានព្រះភិក្ខអមតៈក្រោកឡើងអ្នកទាំងអស់គ្នាអស្ចារ្យមែនតើនេះជាអំណាចរបស់ទេពធីតាស៊ូកលីមែនទេអមតៈដ៏ថ្លៃថ្នូរខូយួនមើលមនុស្សនោះមើលទៅដូចយ៉ាងសុងខូយួនមើលមនុស្សនោះហាក់ដូចជាធ្ងន់ធ្ងរហូធ្ងន់ធ្ងរតើវាណែណាហាហេតុអ្វីវាល្អណាស់ពេលនេះខ្ញុំអានវាខុសខ្ញុំគិតថានោះជាពណ៌មួយម៉ាក់ជប់លេងសាច់នៅចំណុចនេះចៅហ្វាយនីតើព្រះដ៏មានព្រះភិក្ខទ្រង់គង់នៅអមតៈខ្ញុំមិនបានឃើញវាទេព្រះតេជគុណអមតៈគ្រាន់តែនៅទីនេះដើម្បីពិនិត្យមើលដំណើរការជ្រើសរើសរបស់យើងសម្រាប់អ្នកដែលបានធំអ្នករៀបចំគាត់នឹងមិនបង្ហាញខ្លួនឥឡូវនេះទេប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នកត្រូវបានជ្រើសរើសអាចទៅរួចក្នុងការជួបជាមួយព្រះម្តាជាមុនខ្ញុំឃើញហេតុអ្វីបានជាសមាជិកគ្រួសារយ៉ាននៅទីនេះតើមនុស្សអមតៈគ្មានចិត្តមេត្តានិងមិនដឹងគុណបែបនេះអាចលេចមុខនៅទីនេះដោយរបៀបណាខ្ញុំនឹងទាត់ពួកគេចេញឥឡូវនេះអ្វីទាំងអស់ត្រូវបានកំណត់ទុកជាមុនដោយស្ថានសួគ៌គ្រាន់តែទៅជាមួយលំហូរស្ងាត់ប្រមុខគ្រួសារជាទីស្រឡាញ់ឈរជារង្វង់ជុំវិញលីនសៀវឈីមនុស្សដែលនៅសល់បានដើរថយក្រោយការជ្រើសរើសចិត្តចាប់ផ្ដើមហើយអូព្រះជាម្ចាស់ឲ្យអ្នកក៏បានជ្រើសរើសដែរឆ្ងាញ់យោពមព្រោះកូនប្រុសរបស់ខ្ញុំគឺជាផ្កាយសំណាងមានតែពេលនោះទេដែលខ្ញុំអាចមានសំណាងល្អក្នុងគ្រប់យ៉ាងខ្ញុំនឹងឈប់ហើមនេះគឺជាកំណប់ទ្រព្យវេទមន្តរបស់ព្រះតេជគុណស៊ូគឺគុជខ្ញុំវិញ្ញាណស៊ូខ្ញុំនឹងដាក់វាចូលទៅក្នុងអាំងលីងសៀវនៅពេលក្រោយដើម្បីធ្វើឲ្យទឹកអាំងហែទឹកសកម្មទឹកដែលនរណាម្នាក់បានយកមកបង្ហាញនោះមានពន្លឺ5ពណ៌តើអ្នកណាជាអ្នកដែលត្រូវបានជ្រើសរើសដោយព្រះដ៏មានព្រះភិក្ខអ្នករៀបចំពិធីដំណើរការជ្រើសរើសឥឡូវនេះចាប់ផ្ដើមជាផ្លូវការហើយខ្ញុំបានរងចាំ30ឆ្នាំរងចាំតែថ្ងៃនេះទេប៉ុន្តែវាសនាមានផែនការផ្សេងទៀតភ្លឺឡើងហើយទឹកនៅក្នុងដៃខ្ញុំវាបានភ្លឺឡើងនៅក្នុងដៃរបស់ខ្ញុំបានភ្លឺឡើងសូមអបអរសាទរដល់អ្នកស្រីឡែងដែលទទួលបានការទទួលស្គាល់ជា Developer ត្រូវបានជ្រើសរើសជាអ្នករៀបចំពិធីដ៏អស្ចារ្យសុវត្ថិភាពជាចម្បងសូមអរគុណចំពោះការកោតសរសើររបស់លោកម្ចាស់ខ្ញុំពិតជានឹងធ្វើតាមការរំពឹងទុកហើយរាយការណ៍អំពីពិធីដ៏អស្ចារ្យនេះទៅកាន់ព្រះចៅអធិរាជគុជខ្យងស៊ូក៏នឹងជួយអ្នកក្នុងការរៀបចំទីកន្លែងប្រារព្ធពិធីខ្ញុំពិតជានឹងរៀបចំពិធីដ៏អស្ចារ្យមួយសម្រាប់ព្រះតេជគុណអមតៈគ្មានអ្វីចម្លែកទេដែលមេដឹកនាំនៃសម្ព័ន្ធភាព Chengchen បានស្នើសុំឲ្យអ្នកចូលរួមក្នុងការស្នាក់ខ្លីខ្ញុំសង្ឃឹមថាអ្នកស្រីឡែងនឹងអត់ទោសអ្នកស្រីលីអ្នកហ៊ីបនឹងក្លាយជាមនុស្សចំណិតរបស់អមតៈកុំភ្លេចចាំខ្ញុំផងឲ្យវាមកខ្ញុំហាត្រូវបានជ្រើសរើសជាអ្នករៀបចំពិធីនេះបង្ហាញថាសុនត្រុកថារបស់យើងត្រូវបានអនុម័តដោយអេសេរបស់យើង
ចាប់ពីពេលនេះទៅសូមត្រកថារបស់យើងប្រកាសជានឹងធ្វើឲ្យយើងខ្លាចជាគ្រួសារលេខ1របស់ពិភពលោកទាំងអស់នេះគឺអរគុណដល់ផ្កាយសំណាងរបស់ខ្ញុំគឺឆេវៀងដែលបានអនុញ្ញាតឲ្យខ្ញុំឡើងទៅជ្រើសតែពេលនោះទេដែលខ្ញុំអាចទទួលបានការយល់ព្រមពីគុជខ្យងវិញ្ញាណសួគ៌ដោយជោគជ័យនេះប្រហែលជាយ៉ានសៅកូនប្រុសរបស់អ្នកស្រីលៀងគាត់ពិតជាបរិសង្ហាម្នាក់មែនសមិទ្ធផលនាពេលអនាគតរបស់គាត់នឹងពិតជាអស្ចារ្យណាស់ស្រមុកដោយមានការយល់ព្រមពីព្រះដ៏មានព្រះភិក្ខត្រាស់សូម្បីតែមនុស្សដែលមានចរិតធ្ងន់ធ្ងរបំផុតនិងសម័យវីយិនក៏វាមិនស័ក្តិសមធ្វើជាឆ្កែរបស់ខ្ញុំឈ្មោះឆេវៀងពិតជាពូកែមែនពេលយើងជួបព្រះតិចគុណអមតៈខ្ញុំប្រកាសជានឹងនិយាយពាក្យល្អទៅកាន់អ្នកទាំងអស់គ្នាតើគុជស៊ូកអាចជ្រើសរើសលៀងវិញយ៉ាងដូចម្ដេចគាត់ជាម្ដាយបង្កើតរបស់ខ្ញុំនាងបានយកក្លិនខ្ញុំមកជាមួយសូម្បីតែពេលនាងមានផ្ទៃពោះក៏ខ្ញុំបានត្រឡប់ទៅគ្រួសារយ៉ានវិញអស់រយៈពេល3ឆ្នាំគាត់ប្រហែលជាមនុស្សដែលជិតស្និទ្ធនឹងខ្ញុំបំផុតទេអ្នកដែលធ្វើឲ្យគ្រូរបស់ពួកគេខកចិត្តមិនស័ក្តិសមចូលរួមក្នុងពិធីរំលឹកការផ្សាយពាណិជ្ជកម្មក៏បានក្លាយជាអ្នករៀបចំផងដែរទេខ្ញុំចង់លុបចោលឋានៈរបស់ពួកគេមិនចាំបាច់ដរាបណាពួកគេយកចិត្តទុកដាក់ចំពោះរឿងធំមិនចាំបាច់ព្រួយបារម្ភច្រើនពេកទេកុំភ្លេច follow និងចុច like share ឲ្យ admin ម្នាក់មួយផង